ពេលបានជួបគ្នាម្ដងនិយាយពីថាម្ហូបគឺមានគ្រប់មុខហ្មងបើថាធ្វើតែមួយមុខគឺអត់សុខចិត្តទេម្ដង3 4មុខអីចឹងទៅហើយថ្ងៃនេះផងដែរគឺពួកខ្ញុំបានជាមួយនឹងបកាកោះកុងសាល់ម៉ុនហើយក្រុមឆាជាមួយនឹងបុកសាច់គោនិយាយរួមទៅច្រើនហ្មងបងប្អូនហើយគ្នាមានតែប៉ុន្មានអ្នកនឹងឯងមកដល់ពីផ្សារភ្លាមហ្នឹងគឺចាប់ផ្ដើមធ្វើម្ហូបលាងបកាលាងអីហើយសំខាន់បកាហ្នឹងគឺយើងដាក់ត្រាំជាមួយនឹងជីនរ៉ូទៀតអុយឡើងឆ្ងាញ់ឡើងផ្អែមឈ្ងុយហ្មងអីយាយមែនត្រាំវាចោលមកសន្ទុះបងប្អូនហើយជីនរ៉ូហ្នឹងគឺយើងខ្លះសេទូទឹកកកឲ្យត្រជាក់ណាហ្នឹងហើយយើងត្រាំចោលចឹងទៅឲ្យសាច់បការបស់យើងស្រស់ហើយស្រួយផ្អែមឆ្ងាញ់បន្ទាប់មកទៀតគឺយើងចាប់ផ្ដើមមកបុកទឹកត្រីមានខ្ទឹមមានម្ទេសចាស្ករខ្ញុំដាក់មួយកូនចានទឹកត្រីមួយកូនចានហើយនឹងទឹកក្រូចឆ្មាមួយកូនចានបន្ទាប់មកគឺយើងយកវាទៅក្លុកឲ្យម៉ត់ណាហើយបើសិនជាបងប្អូនញ៉ាំប៊ីចេងដាក់ប៊ីចេងមកឡាព្រាកាហ្វេទៀតទៅបន្ទាប់ពីយើងក្លុកទឹកត្រីរបស់យើងរួចរាល់ហើយយើងចាក់ចូលទៅក្នុងចានធំមួយចាហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាងបងនីសាញ៉ាំច្រើនចាំមិនបានអត់ឡើងគីឡូមិនរួចបើញ៉ាំ skinny រាល់ថ្ងៃហ្នឹងតែបើសិនជាថ្ងៃណាខ្ញុំញ៉ាំច្រើនអញ្ចឹងគឺខ្ញុំញ៉ាំ2គ្រាប់តែបើសិនជាថ្ងៃធម្មតាគឺខ្ញុំញ៉ាំមួយថ្ងៃតែ1គ្រាប់ទេ skinny ហ្នឹងគឺជាប្រភេទគ្រាប់ធម្មជាតិណាបងប្អូនចាយើងញ៉ាំទៅគឺជួយដុតជាតិខ្លាញ់ជួយសម្រួលការបន្តបង់អីចឹងទៅបន្ទាប់ពីឆ្លើយសំណួរ fan ហើយឥឡូវយើងទៅមើលវីដេអូបន្តទៀតចាគឺម៉ូនីកាគាត់ចាប់ផ្ដើមលាបបការៀបអីដាក់លើចានចឹងទៅយើងស្រូបជាមួយនឹងទឹកត្រីដែលយើងបានធ្វើមិញហ្នឹងណាស្រូបដាក់ពីលើហ្នឹងតិចចឹងមកហើយនៅពេលដែលយើងញ៉ាំបើសិនជាយើងចង់បន្ថែមទៀតក៏បានដែរចាប៉ុណ្្នឹងមកគឺរួចរាល់ហើយចាំមើលមុខចុងភៅគេចូលម្ដងមួយនិយាយមែនណាបងប្អូននៅក្តីសុខខ្លាំងមែនទែនពេលបានជួបគ្នាម្ដងអត់ងាយមានពេលណាបានជួបគ្នាទេហើយឥឡូវហ្នឹងម៉ូនីកាហើយនឹងម៉ាក់សេលីណាហ្នឹងគឺគេទៅដល់ស្រុកខ្មែរហើយនៅសល់តែខ្ញុំហើយនឹងម៉ណែតទេហើយសំខាន់គឺយើងម្នាក់នៅអាល្លឺម៉ង់ម្នាក់នៅប្រទេសស្វីសទៀតគឺនៅឆ្ងាយគ្នាមែនទែនប៉ុន្តែអត់អីទៅសង្ឃឹមថាថ្ងៃណាមួយយើងរកពេលបានជួបគ្នាទៀតហើយនេះវិញគឺជាមុខម្ហូបទាំងអស់របស់យើងចាមានឡើង3 4មុខហើយបងប្អូនមិនមែនតែប៉ុណ្្នឹងទេនៅសល់តិចទៀតហ្នឹងគឺម៉ៃគាត់យកមក1មុខទៀតចាហើយបើថាក្រុមឆានេះវិញឡើង1គីឡូជាងទីបំផុតថាគ្នា3នាក់គឺថាញ៉ាំអស់ហ្មងចាឥឡូវនេះគឺថាចុងភៅចាគឺចាប់ផ្ដើមញ៉ាំហើយតែមុនញ៉ាំហ្នឹងជីវិតអ្នកថតទៅប៉ុណ្្នឹងឯងបងប្អូនឃើញមួយអូយសំខាន់មើលម្ហូបបែបឡើងតំណងនេះអូយអីខ្លះចុងភៅអូយច្រើនមុខណាស់នេះហ៎ before back to Cambodia យកចុងក្រោយនៅសល់តែ2នាក់នេះតោះចាត់ការសិនស្នាដៃមេចុងភៅនៅខាងអាល្លឺម៉ង់ចាអូយឡើងតំណងបងប្អូនអើយនេះហ្នឹងណាចូលមកអូយបកានេះធំណាស់ញ៉ាំផ្ទាប់អាស្ពៃក្តៅពីក្រោមបងប្អូនអើយអូយដាក់មកតេហល់ចាអូយ